ដែលមានចំណងជើងថាគម្រោងសិទ្ធិធំទាំង4របស់កុមារជំរាបសួរលោកនាយកលោកគ្រូអ្នកគ្រូនិងសិស្សនិស្សិតទាំងអស់ជាទីគោរពនេះខ្ញុំឈ្មោះណាមហៃជេងជាសិស្សរៀនថ្នាក់ទី4ខនៃសាលារដ្ឋាភិបាល Skyline សាខាទឹកខ្លាចំពោះថ្ងៃនេះផងដែរនេះខ្ញុំពិតជាសប្បាយរីករាយណាស់ដែលបានបកស្រាយមេរៀនមួយដែលមានចំណងជើងថាគម្រោងសិទ្ធិធំទាំង4របស់កុមារ1សិទ្ធិរស់រានមានជីវិតគឺត្រូវផ្ដល់ចំណីអាហារការថែទាំមានចម្រោកសមរម្យ2សិទ្ធិក្នុងការអភិវឌ្ឍគឺត្រូវផ្ដល់ចំណេះដឹងបំណិននិងអេរិយាបថនិងលេងកម្សាន្ត3សិទ្ធិទទួលបានការការពារគឺត្រូវផ្ដល់ឲ្យកុមាររួចផុតពីការរំលោភបំពានផ្លូវភេទនិងការកេងប្រវ័ញ្ចកម្លាំងពលកម្ម4សិទ្ធិបានចូលរួមនៅក្នុងការផ្ដល់ឱកាសឲ្យកុមារបង្កើតក្រុមកុមារនិងបញ្ចេញមតិដែលប៉ះពាល់ជីវិតរបស់ខ្លួនជាចុងក្រោយនាងខ្ញុំសូមអរគុណទៅដល់លោកនាយកលោកគ្រូអ្នកគ្រូនិងសិស្សនិស្សិតទាំងអស់ដែលបានស្ដាប់ការបកស្រាយរបស់នាងខ្ញុំសូមអរគុណ